សម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែនចុះសួរសុខទុក្ខវីរៈយុទ្ធជនដែលរងរបួសក្នុងសមរភូមិកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យដោយក្តីក្តុកក្តួលរំជួលចិត្តអាណិតអាសូរនិងក្តីបារម្ភទាំងថ្ងៃទាំងយប់នៅរសៀលថ្ងៃទី15ខែធ្នូម្សិលមិញនេះសម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ដល់ជូនវីរៈយុទ្ធជនការពារបូរណភាពទឹកដីដែលរងរបួសក្នុងសមរភូមិកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែនតែងតែមានក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីដោយមិនរំលងនោះឡើយចំពោះសុខទុក្ខរបស់បងប្អូនវីរៈយុទ្ធជននិងក្រុមគ្រួសារព្រមទាំងប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនៅទុក្ខលំបាកព្រោះថាទុក្ខលំបាករបស់បងប្អូនប្រជាជនទាំងអស់គឺជាទុក្ខលំបាកផ្ទាល់របស់សម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែនក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ស្ថិតក្នុងក្តីដ៏ក្តុកក្តួលនេះសម្ដេចគតិបណ្ឌិតបាននាំនៅព្រះរាជបណ្ដាំផ្ដាំផ្ញើសួរសុខទុក្ខក្តីអាណិតអាសូរពីសំណាក់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាពិសេសការកោតសរសើរស្និទ្ធស្នាលចំពោះទឹកចិត្តដ៏អង់អាចក្លាហានហ៊ានពលិកម្មគ្រប់បែបគ្រប់យ៉ាងដើម្បីបូរណភាពទឹកដីដ៏កំសត់របស់យើងនិងសូមជូនពរដល់វីរៈយុទ្ធជនគ្រប់រូបសូមឆាប់បានជាសះស្បើយឡើងវិញវីរៈយុទ្ធជនទាំងអស់និងក្រុមគ្រួសារមានក្តីរំភើបឥតឧបមានិងបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែនដែលជាមេដាមនុស្សធម៌តែងតែគិតគូរពីសុខទុក្ខលើកទឹកចិត្តនិងផ្ដល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូបនិងសូមប្រសិទ្ធពរជូនសម្ដេចគតិបណ្ឌិតសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សូមមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាជូននាយុយឺនយូរដើម្បីជាមលុបដ៏កក់ក្ដៅដល់ប្រជាជនកម្ពុជាជារៀងរាល់